បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការអនុវត្តរបស់បងប្អូនទៅលើម៉ាស៊ីនបាទ CNC កលឹងស្វ័យប្រវត្តិបាទខ្ញុំនៅកន្លែងនេះខ្ញុំក៏មកซูមធំតិចដោយសារឃើញតាគៀបបងប្អូនស្រីគាត់ចម្លែកបាទកបិតលើក្បាលហើយទៅក៏ซูមធំហើយក៏នោះវាសោចបាទបាទនឹងការអនុវត្តលើម៉ាស៊ីន CNC នេះស្មើលើបងប្អូនគាត់ឆ្នាំទី2បាទបងប្អូនដែលឆ្នាំទី2យើងក៏ត្រូវអនុវត្តលើម៉ាស៊ីនបាទCNC កលឹង CNC fry ជាដើមតែគាត់បាទសរសេរកូដហើយនឹង generate code ពីបាទយើងប្រើនៅក្នុងនេះយើងប្រើ Select Cam បាទយើងប្រើ Select Cam ដើម្បី generate code ឬក៏បងប្អូនអាចសរសេរផ្ទាល់ទៅលើដុំការដែលគាត់ចង់ធ្វើនេះគឺអាចសេផ្ទាល់ទៅលើប៊ូតុង controller របស់យើងបានបាទមិនបាច់ចាំចុចទៅលើ computer ក៏បានដែរបាទដូចកន្លែងនេះចឹងគឺបាទវាសនាគាត់បានសរសេរបាទកូដទៅលើសភៅរបស់គាត់ហើយក៏បានយកទៅអនុវត្តសរសេរចូលបាទដោយប្រើ controller របស់យើងចុចមកបញ្ចូលទៅមកបាទអញ្ចឹងក៏យើងធ្វើតាមទីសាស្ត្រនេះក៏បានទៅក៏បងប្អូនដែលខ្លះទៀតគាត់បាទគាត់នេះគាត់សរសេរកូដបាទគូរូបយករូប 2D ឬក៏ 3D ដែលគាត់បានគូរទៅលើ SolidWorks របស់គាត់បាទយើងប្រើ SolidWorks និង SolidCam នៅសាលាបាទចឹងហើយគាត់ប្រើ SolidWorks ក៏បានបាទអ្នកខ្លះក៏ប្រើNX អ្នកខ្លះគាត់ប្រើបាទកម្មវិធី Fusion នេះទៅដើម្បីយកមកតម្លៃធ្វើជាកូដមានបញ្ជាម៉ាស៊ីននេះបាទហើយការសរសេរកូដនេះមិនមែនសេឲ្យភ្លាមយកមកដាក់បារាំងទៅលើម៉ាស៊ីនផ្ទាល់តែម្ដងទៀតអត់ទេបាទគឺយើងទាមទារឲ្យការធ្វើតេស្តទៅលើបាទ Swansoft ឬក៏ទៅលើបាទ AirCut ក្នុង controller របស់យើងផ្ទាល់តែម្ដងបាទគឺទាមទារបងប្អូនតេស្តមើលសិនដើម្បីធ្វើកម្មវិធីសម្រេចបាទជាមួយនឹងដុំការរបស់គាត់ផ្ទាល់បាទធ្វើបែបនេះគឺដើម្បីជៀសវាងនៅគ្រោះថ្នាក់ផ្សេងដែលកើតឡើងជាថាហេតុតែប្រកបមិនបានការតេស្តមុនការអនុវត្តបាទអញ្ចឹងបងប្អូនឆ្នាំទី2នេះវាច្រើនតិចហើយក្រុមគាត់នេះគឺសម្បូរស្រីបាទប្រុសមានតែ4នាក់ទេបាទប្រុសហើយស្រីគេច្រើនបាទស្រីច្រើនជាងបាទថ្ងៃនេះគាត់មកវត្តប្រុសដូចជា5នាក់ប៉ុន្តែមក4នាក់ថ្ងៃនេះបាទការនេះស្រីទាំងអស់អញ្ចឹងស្រីទាំងប្រុសគឺអាចអនុវត្តលើការងារបានដូចគ្នាលើចក្រទេសរបស់យើងមិនមែនស្មើទៅលើតែប្រុសអាចរៀនបានទេបាទនៅយ៉ាងនេះគឺពេញនិយមហើយតែស្រីទាំងប្រុសគឺអនុវត្តបាទផ្ទាល់ជាមួយម៉ាស៊ីនបានដូចគ្នាទាំងម៉ាស៊ីនកលឹង fry ធម្មតាម៉ាស៊ីនសម្លៀងធម្មតាបាទពួកគាត់អាចធ្វើបានដែរបាទដល់ពេលចូលឆ្នាំទី2នេះមកគាត់អនុវត្តលើម៉ាស៊ីន CNC ទៅលើ CNC កន្លង CNC fry ហើយនឹង cam បាទ solid cam ដើម្បី generate code ទៅប្រើប្រាស់ជាមួយម៉ាស៊ីននេះផ្ទាល់បាទហើយការរៀនរបស់បងប្អូនគឺមានការអនុវត្តគ្រប់គ្រាន់ដោយសារយើងមានសម្ភារៈយើងមានឧបករណ៍យើងមានម៉ាស៊ីនបរិក្ខារហ្នឹងគឺបាទគ្រប់គ្រាន់សម្រាប់បងប្អូនអនុវត្តបាទអញ្ចឹងគឺទៅការចុចបញ្ចូលបាទដោយប្រើ controller របស់គាត់ទៅចុចបញ្ចូលទៅទីនេះហើយមានមួយក្រុមទៀតគឺគាត់អត់ចុចនេះគាត់ទៅ generate code ទៅលើ computer វិញបាទគាត់អត់ប្រើចុច controller ផ្ទាល់ទេបាទនេះគឺគាត់គូររូប 2D ឬ 3D យ៉ាងហើយដើម្បីយើងបំលែងទៅជា code វិញណាហ្នឹងក៏យើងអាចធ្វើបានដែរបាទគាត់បាទធ្វើវិភាសាគ្នាថាគួរតាមស៊ីប្រើឯគេប្រើ fillet ឬប្រើអីទៅឧទាហរណ៍ប្រើ C បាទ G ប្រមាណ M ប្រមាណភាសាទៅលើកូដរបស់គាត់ឲ្យទៅប្រើបាទចឹងនៅក្នុងការបញ្ស៊ីលោហៈមួយគឺយើងមានទីទាយើងចាំ G កូដនិង M កូដដែរបាទទីដៅបញ្ស៊ីរបស់វាមិនមែនចេះតែធ្វើការបញ្ស៊ីទេហើយដូចខ្ញុំបានបញ្ជាក់មិញអញ្ចឹងពីច្រើនគឺយើងមិនមែនបាទគូស
រូបហើយយើងបានកូដហើយយើងយកទៅដាក់លើម៉ាស៊ីនយើងកាត់យកតែម្ដងទៅអត់ទេបាទពេលទីទីឲ្យបងប្អូនធ្វើការតេស្តបាទនៅលើស្វ៉ាន់សូក្តីនៅលើបាទធ្វើ air cut នៅលើម៉ាស៊ីនកលឹងផ្ទាល់ក្តីបាទចឹងទីទីបងប្អូនមានការអនុវត្តដោយការប្រុងប្រយ័ត្នផងដែរបាទបាទស្វ័យរៀងយើងក៏គឺមានរោងចក្រមួយចំនួនដែលគាត់ប្រើ CNC ច្រើនដែរហើយគាត់មានទីគាត់ជំទាវតម្រូវការហ្នឹងគឺច្រើនលើការពលបានពលកម្មការងារក៏រៀងច្រើនគួរសមដែរទៅជាមួយ CNC បាទព្រោះរោងចក្រភាគច្រើនគឺគាត់បាទគាត់ផលិត spare part រថយន្តគាត់ផលិតគ្រឿងបន្លាស់យន្តផ្សេងដូចជាក្រុមហ៊ុនខ្លះគាត់ធ្វើនាឡិកាធ្វើកាសូធ្វើអីទៅបាទគាត់ទាមទារឲ្យមានការប្រើប្រាស់ CNC ដែរព្រោះអីម៉ាស៊ីន CNC ជាម៉ាស៊ីនមួយដែលបើយើងគិតពីភាពសក្តិតែຂະຫນាតដែលយើងធ្វើគឺវាបានត្រឹមត្រូវជាងប្រើបើ manual per conventional machine បាទយ៉ាងហើយគឺពួកគាត់បាទមានការនិយមរៀនជំនាញច្រើនបាទយ៉ាងបងប្អូនដែលមានចំណាប់អារម្មណ៍ទៅជាមួយការរៀន CNC រៀន slip work អីក្តីបាទអញ្ចឹងឆ្នាំក្រោយឆ្នាំថ្មីនេះ2021-27នេះបាទយើងនឹងបើកទទួលសិស្សទៀតហើយអញ្ចឹងពីបងប្អូនចប់ទី12ទៅបាទប្រឡងជាប់ឬក៏ធ្លាក់ទី12យើងអាចមកចុះឈ្មោះចូលរៀនបានដូចគ្នានៅជាស្ថានភូមិចេះទេសភូមិភាគចូលសិនស្វ័យរៀងរបស់យើងបាទនៅក្នុងទីរួមខេត្តស្វាយរៀងអញ្ចឹងបងប្អូនដែលមានបំណងចង់ចូលរៀនគឺបាទនឹងបានចូលឆ្នាំថ្មីនេះបាទសូមអរគុណច្រើនបងប្អូនគ្នាបាទ